តោះហ្នឹងហើយគ្នាយើងបាទហើយជំរាបសួរផងដែរបាទសម្រាប់ឃើញថាបងប្អូនយើងជាច្រើនបានចូលរួមរាំលេងយ៉ាងសប្បាយរីករាយណាហ្នឹងហើយតាមសំឡេងភ្លេងដ៏រីករាយបាទហើយកាយវិការនៃការរាំបាទមានភាពទន់ភ្លន់បាទនឹងសមស្របទៅនឹងចង្វាក់ភ្លេងបងប្អូនហ្នឹងហើយស្នាមញញឹមនិងសំណើចរបស់អ្នកចូលរួមបានបង្កើតនៅបរិយាកាសកក់ក្ដៅនិងពោពេញដោយភាពសប្បាយតែម្ដងបងប្អូនយើងណាហ្នឹងហើយអញ្ចឹងសម្រាប់ការរាំលេងនេះគឺមានសារៈសំខាន់មែនទែនបាទសម្រាប់បងប្អូនយើងណាហ្នឹងហើយក៏ដូចជាការគ្នាយើងបាទមានសារៈសំខាន់ថាម៉េចបងប្អូនបាទក្នុងការបង្កើនមិត្តភាពបាទបន្ធូរភាពតានតឹងបាទនិងលើកស្ទួយវប្បធម៌សង្គមផងដែរបងប្អូនយើងហ្នឹងហើយតើបងប្អូនយើងបាទហើយខ្ញុំបាទនិយាយបាទបើសិនជាមានការខុសឆ្គងបាទទៅកាន់បងប្អូនយើងហ្នឹងក៏សូមអធិស្ឋានផងដែរបងប្អូនបាទហើយសម្រាប់ការរាំលេងកំសាន្តបងប្អូនណាបាទអាចមាននៅក្នុងវិធីជប់លៀងបាទវិធីបុណ្យបាទការប្រគំតន្ត្រីឬកម្មវិធីបាទសង្គមផ្សេងបាទទៅកាន់បងប្អូនយើងបាទដែលតែងតែរៀបចំណាហ្នឹងហើយអញ្ចឹងអរគុណមែនទែនបងប្អូនយើងបាទបើយើងមិនមានការរាំនោះទេគឺយើងអត់មានការសប្បាយបាទកំសាន្តអារម្មណ៍នោះទេបងប្អូនបាទហ្នឹងហើយអញ្ចឹងបងប្អូនខ្លះក៏គាត់មិនចេះរាំគាត់ចេះតែលើកដៃលើកជើងក៏អាហ្នឹងក៏ជាចង្វាក់មួយរបស់គាត់អញ្ចឹងណាបងប្អូនយើងហ្នឹងហើយតើបងប្អូនយើងបាទហើយក៏អរគុណមែនទែនបាទសម្រាប់ការគាំទ្រណាបាទនៅ channel របស់ខ្ញុំបាទនេះផ្ទាល់បាទក៏ដូចជា page ផ្លូវការ Facebook របស់ខ្ញុំបាទនេះតែម្ដងបងប្អូនសូមមេត្តាកុំភ្លេចណាជួយជាការ like បាទនិង share ផងបងប្អូនបាទដើម្បីទទួលបាននៅវីដេអូថ្មីទៀតដែលខ្ញុំធ្វើការ upload ក៏ដូចជា post ទៅតាមបណ្ដាញសង្គមណាដូចជា Facebook TikTok បាទឬក៏YouTube ណាបងប្អូនយើងបាទហ្នឹងហើយតែងតែបានឃើញរហូតតែម្ដងបងប្អូនគ្រាន់តែបងប្អូនធ្វើការចុចនៅ follow page របស់ខ្ញុំបាទម្នាក់មួយfollow នៅ TikTok ម្នាក់មួយទៅហើយសម្រាប់YouTube បងប្អូនអាចធ្វើការជាវណាបាទជាភាសាខ្មែរបើភាសាអង់គ្លេសគេដាក់ថា subscribe បងប្អូនណាបាទហ្នឹងហើយអរគុណបងប្អូនយើងបាទហើយសាណាល្អទាំងអស់គ្នាហ្នឹងហើយសូមអរគុណផងដែរបាទសម្រាប់ការគាំទ្រណាហ្នឹងហើយតោះបងប្អូនបាទតោះជំរាបសួរគ្នាយើងថ្ងៃនេះជួបខ្ញុំបន្តទៀតហើយបាទក្នុងការផ្ដិតនៅទស្សនវិជ្ជាផ្ទាល់បងប្អូនបង្ហើយនៅវីដេអូចាស់ណាបងប្អូនយើងហ្នឹងហើយកាលពីថ្ងៃជប់លៀងបាទនៅរោងចក្រ Wilson Leather បាទ Cambodia បងប្អូន Cambodia ណាហ្នឹងហើយអញ្ចឹងអរគុណមែនទែនបាទសម្រាប់បងប្អូនយើងបាទដែលខ្ញុំបាទតែងតែធ្វើការ upload បាទទៅឃើញថាបងប្អូនយើងបាទ comment បាទនៅខាងក្រោមនៃវីដេអូនោះផងដែរណាហ្នឹងហើយអញ្ចឹងហើយសម្រាប់បងប្អូនយើងដែលគាត់ទើបនឹងបានឃើញបាទរូបភាពបងប្អូនបាទអាចតម្លាក់ comment នៅខាងក្រោមនៃវីដេអូម្នាក់មួយមកណាបងប្អូនណាហ្នឹងហើយដើម្បីឲ្យខ្ញុំបានដឹងក៏ដូចជាបានស្គាល់បាទនៅបងប្អូនយើងតើបងប្អូនយើងឈ្មោះអីអញ្ចឹងទៅហ្នឹងហើយតើបងប្អូនយើងបាទហើយសម្រាប់ការធ្វើវីដេអូនេះឡើងបាទដើម្បីទុកណាបាទជាកម្រងអនុស្សាវរីយ៍បាទសម្រាប់បងប្អូនយើងបាទដែលគាត់ចង់មើលបាទនៅឆ្នាំក្រោយទៀតក៏អាចមើលបានបាទ1ឆ្នាំឬក៏2ឆ្នាំទៀតណាបងប្អូនយើងហ្នឹងហើយអញ្ចឹងសម្រាប់ការរាំសប្បាយរបស់បងប្អូនយើងបាទគឺឃើញថាយើងមានចំនួនច្រើនដែរបងប្អូនបាទហើយបើសិនតែយើងមកធ្វើការរាំលេងកំសាន្តឲ្យទាំងអស់គ្នាណាហ្នឹងហើយអញ្ចឹងគឺយើងឃើញថារឹតតែច្រើនបងប្អូនតែបងប្អូនមួយចំនួនណាបាទគឺគាត់នៅចាំកន្លែងបាទនៅចាំកន្លែងថាម៉េចបងប្អូនបាទគឺគាត់ធ្វើការហូបចុកនៅកន្លែងអញ្ចឹងណាបងប្អូនយើងខ្លះគឺគាត់ឡើងមករាំអញ្ចឹងទៅបងប្អូនយើងហ្នឹងហើយហើយបងប្អូនខ្លះហ្នឹងក៏គាត់ឡើងច្រៀងបាទនៅលើឆាកតន្ត្រីបាទអកកណ្ដងណាបងប្អូនយើងហ្នឹងហើយអញ្ចឹងគឺឃើញថាសប្បាយរបស់គាត់ដែរតោះហ្នឹងហើយគ្នាយើងបាទហើយសូមមេត្តាកុំភ្លេចណាបាទជួយធ្វើការ like បាទនិង share បាទក៏ដូចជាការជួយចុចជាវបាទនិង subscribe បាទនៅ channel របស់ខ្ញុំបាទហ្នឹងម្នាក់មួយផងបាទ
ដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំជាអ្នកផលិតវីដេអូនេះឡើងផងដែរបងប្អូនយើងណាហ្នឹងហើយតោះអញ្ចឹងអរគុណមែនទែនបាទសម្រាប់ការគាំទ្ររបស់បងប្អូនយើងបាទក៏ដូចជាការចំណាយពេលបាទវេលាដ៏មានតម្លៃណាបាទក្នុងការចំណាយពេលរបស់បងប្អូនយើងតាំងតែពីដើមនៃវីដេអូបាទរហូតដល់ទីបញ្ចប់នៃវីដេអូនីមួយៗនោះផងដែរបាទហើយអរគុណមែនទែនបាទសម្រាប់បងប្អូនយើងបាទដែលគាត់តែងតែចូលមើលបាទហ្នឹងហើយសូមមេត្តាជួយ share បាទនៅវីដេអូរបស់ខ្ញុំបាទហ្នឹងម្នាក់មួយបងប្អូនយើងបាទទៅតាមបណ្ដាញសង្គមបាទឬក៏ social media ជាច្រើនបាទដូចជា Facebook បាទ TikTok Messenger អញ្ចឹងទៅឬក៏ copy link share យកតែម្ដងណាបងប្អូនយើងហ្នឹងហើយតោះអញ្ចឹងបើសិនជាខ្ញុំបាទមានកំហុសបាទខុសឆ្គងបាទក្នុងការនិយាយបាទក៏សូមអធិស្ឋានទៅដល់បងប្អូនយើងផងដែរហ្នឹងហើយសូមអធិស្ឋានទៅដល់បងប្អូនយើងផងដែរណាហ្នឹងហើយបើសិនជាមានកំហុសបាទនឹងខុសឆ្គងបាទហើយអចេតនាឬក៏ប្រការណាមួយផងដែរបងប្អូនបាទហ្នឹងហើយព្រោះការនិយាយបាទគឺយើងមិនមានការព្រៀងទុកនោះទេបងប្អូនណាបាទហ្នឹងហើយបាទតោះបងប្អូនយើងបាទអញ្ចឹងអរគុណបាទសម្រាប់ការគាំទ្របាទហើយការមើលនៅវីដេអូបាទនីមួយៗនោះផងដែរបងប្អូនណាបាទហ្នឹងហើយ